ជាបឋមនាងខ្ញុំសូមគោរពជម្រាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាដែលមានវត្តមាននៅក្នុងវេទិកាប្រចាំឆ្នាំរវាងបេឡាជាសន្តិសុខសង្គមជាមួយប្រធាននិងដំណើរកម្មករនយោជិតក្រមប្រធានបទដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្នឆ្លើយតបយេនឌ័រនិងជាសកលនៅកម្ពុជាកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នហើយឆ្លើយតបទៅនឹងយេនឌ័រមានលក្ខណៈសកលនេះគឺជាការចាំបាច់ដែលកម្ពុជាបានបោះជំហានទៅមុខហើយប៉ុន្តែយើងនៅឃើញថាការអនុវត្តនៅទាមទារឲ្យមានការជជែកពិភាក្សាបន្តដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលនៃការអនុវត្តនោះបានទៅដល់ក្រុមគោលដៅហើយនៅក្នុងអាណត្តិទី7នៃរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រាប់ចក្ខុវិស័យកម្ពុជានាឆ្នាំ2050បញ្ញកោណទី1ការអភិវឌ្ឍមូលធនមនុស្សមុំទី4ការពង្រឹងប្រព័ន្ធគាំពារសង្គមគឺបានបង្ហាញការកសាងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្ដុំនិងសង្គតភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គមដោយឈលលើស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយសំណួរទី1តាមរបាយការណ៍បេឡាជាតិសន្តិសុខសង្គមឆ្នាំ2022បានបង្ហាញថាមានរោងចក្រនិងសហគ្រាសត្រឹមតែ 15% ប៉ុណ្ណោះដែលបានចុះបញ្ជីការជាមួយបសសនិងអង្គភាគទានរបបសន្តិសុខសង្គមដល់បុគ្គលិករបស់ពួកគេការមិនចុះបញ្ជីនិងបង់ភាគទាននេះបានធ្វើឲ្យកម្មករនិយោជិតមិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមថែទាំផ្នែកសុខភាពផ្នែកហានិភ័យការងារនិងផ្នែកប្រាក់សោធនរួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗទៀតជាច្រើនដែលផ្ទុយពីច្បាប់របបសន្តិសុខសង្គមតើបេឡាជាតិសន្តិសុខសង្គមមានផែនការរយៈពេលខ្លីនិងផែនការរយៈពេលមធ្យមបែបណាដើម្បីជំរុញការចុះបញ្ជីក្នុងចំណោមរោងចក្រនិងសហគ្រាសទាំងនោះចាប់ពីខែមិថុនាឆ្នាំ2023បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារបណ្ដុំបណ្ដាលវិជ្ជាជីវៈបានចូលទៅក្នុងអនុវត្តដំណាក់កាលទី3ប្រដៅថាយើងចូលទៅក្នុងដំណាក់កាលទី3នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅកាត់ថា KMX អញ្ចឹងខ្ញុំសូមបញ្ជាក់ថាប្រព័ន្ធតាមថ្នាល KMX នេះគឺតម្រូវឲ្យនយោជកឬម្ចាស់សហគ្រាសគ្រួសារទាំងអស់ឲ្យតែគាត់បើកអាជីវកម្មគាត់ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មគាត់ចុះបញ្ជីនៅពន្ធដារគឺគាត់ចុះបញ្ជីនៅក្រសួងការងារគឺគាត់មានអូតូម៉ាទិកជាមួយបសអញ្ចឹងមិនន័យថាបសគឺបានគិតគូររួចរាល់ហើយថាគ្រប់និយោជកទាំងអស់ឲ្យតែគាត់បើកអាជីវកម្មគឺគាត់មិនអាចទីបេះបានទេអញ្ចឹងបសគឺយើងមានប្រព័ន្ធមួយអញ្ចឹងគ្រប់និយោជកសហគ្រាសស្ថានដែលគាត់បានចុះបញ្ជីតាមធនាគារនេះគឺអូតូម៉ាទិកត្រូវតែចុះបញ្ជីជាមួយបសដើម្បីឲ្យនិយោជកទី1គឺគាត់ចំណេញពេលវេលាគាត់អត់ចំណាយពេលវេលាដើម្បីឲ្យគាត់ហ្នឹងត្រូវមកចុះបញ្ជីជាមួយបសគាត់មិនយល់ពីកាតព្វកិច្ចឲ្យបុគ្គលិកកម្មកររបស់គាត់ហ្នឹងបាត់បង់អត្ថប្រយោជន៍យ៉ាងហើយបសមានប្រព័ន្ធធនាគារនេះគឺគាត់អូតូម៉ាទិកត្រូវតែមានបសពួកគាត់ទាំងអស់នោះបានបំពេញនីតិវិធីផ្លូវច្បាប់បែបណាយើងទទួលស្គាល់ថាយើងនៅមានភាពស្មុគស្មាញនៅឡើយនៅក្នុងការកំណត់ថាតើយើងគួរជំរុញបងប្អូនដែលនៅក្នុងក្រៅប្រព័ន្ធហ្នឹងគាត់អាចបំពេញកាតព្វកិច្ចផ្លូវច្បាប់បែបម៉េចហើយការចុះបញ្ជីបសសនេះក៏វាពាក់ព័ន្ធជាមួយនឹងនីតិវិធីនៅក្នុងការបំពេញកាតព្វកិច្ចផ្លូវច្បាប់ជាទូទៅនៅពេលដែលគាត់ប្រតិបត្តិការអាជីវកម្មប្រកបដែរអញ្ចឹងខ្ញុំគិតថាมันចម្លែកទេនៅពេលដែលយើងឮថាមានប្រហែលជា 15% នៃវិស័យឯកជនប្រហែលជាអាចសរុបជាទិន្នន័យរួមណានៃវិស័យឯកជនឬក៏នយោជកសរុបដែលបានចុះបញ្ជីអញ្ចឹងវាមានន័យថាប្រហែលជា 80% ជាងទៀតដែលមិនទាន់បានចុះបញ្ជីកម្មករនយោជករបស់ខ្លួនដោយសារហេតុផលទី1អាចដោយសារសម្ពាធហិរញ្ញវត្ថុដែលកើតចេញមកពីវិបត្តិ COVIDនិងភាពមិននឹងនរនៃសេដ្ឋកិច្ចសកលនៅក្នុងពេលបច្ចុប្បន្នរឿងទី2នោះគឺទាំងអស់គ្នាដែលគាត់នៅក្នុងចំណោម 85% នោះអាចភាគច្រើនជាបងប្អូននយោជកឬក៏ជាអ្នកដែលប្រកបរបរទទួលទាននៅក្នុងក្រៅប្រព័ន្ធផងដែរការវិវត្តលឿនផងក្នុងរយៈពេល2ឆ្នាំយើងបានប៉ុណ្ណឹងប៉ុន្តែបើសិនជាមិនមានផែនការច្បាស់លាស់ទេការចុះបញ្ជីបញ្ចូលបន្ថែមក៏នៅតែយឺតដែរយើងឃើញបញ្ហានៅផ្នែកណាដែរខាងកម្មករអត់សូវអីក្រុមហ៊ុនធំចុះខាងកម្មករសំណង់បានចុះបញ្ជីនៅមានភាគច្រើនតែអ្នកធ្វើការនៅក្នុង office ទេ 80-90% នៃកម្មករសំណង់មានទេអត់បានចុះបញ្ជីទេផ្នែកកសិកម្មភាគច្រើនតែអ្នកមានកិច្ចសន្យានៅ office ទេកម្មករដែលធ្វើការដាំដុះជាជ័រឬស្អីហ្នឹងអត់មានទេ 80-90% ឃើញអត់សិតអុកញ៉ាមន្ត្រីធំ
ប្រាកម្មកររាប់ម៉ឺនរាប់សែននាក់គាត់ជាមហាសេដ្ឋីប៉ុន្តែបុគ្គលិកខ្លួនគាត់មិនទាំងមានបសសផង ខាងបសសបន្តិចយើងសារទៅយើងរីករាយនៅការអនុវត្តតេតងទាំងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វែងយល់ដោយស្ម័គ្រចិត្តហើយយើងសារទៅនៅពេលដែលដាក់ជាកញ្ចប់គ្រួសារតែជាការសំណូមពរយើងសួរទៅបសសថាម្នាក់ 15600 អញ្ចឹងគ្រួសារខែមកូនមួយ 15600 ដដែលកូនពីរ 15600 ដដែលចូលបើកូន5វាមិនអស់លុយច្រើនអញ្ចឹងខ្ញុំសំណូមពរទៅខាងក្រមប្រសាជាតិគាំពារសង្គមក៏ដូចជាបសសត្រូវពិនិត្យពិចារណាអំពីកញ្ចប់សម្រាប់គ្រួសារឡើងវិញសូម្បីធានារ៉ាប់រងគេបងគ្រួសារគេមានចូលភាគរយដែរអញ្ចឹងបសសគួរពិចារណាចំណុចនឹងឡើងវិញដើម្បីឲ្យយើងខ្ញុំដែលជាអ្នកក្រៅប្រព័ន្ធហ្នឹងធានាកូនច្រើនជាងគេដើម្បីចុះភាគរយដើម្បីឲ្យពួកយើងបានមានលទ្ធភាពបងប្រើបសសផង ខ្ញុំឈ្មោះសៀនសុកនេះជាជនជាតិដើមភាគតិចពណ៌ហើយនាងខ្ញុំមានសំណួរ2អាចសំណុំពរមួយជាសំណួរមួយជាសំណុំពរហ្នឹងយើងឃើញថាបងប្អូនជនជាតិដើមភាគតិចអាចថានៅខ្វះព័ត៌មានការយល់ដឹងមានកម្រិតអញ្ចឹងខ្ញុំស្នើសុំឲ្យមានការផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹងព្រោះយើងមើលឃើញថាព័ត៌មាននេះល្អមែនទែនដែលអាចជួយឲ្យគាត់ហ្នឹងបានទទួលបានរបបសន្តិសុខសង្គមនឹងទាំងទទួលបានអត្ថប្រយោជន៍ក៏ដូចជាទទួលបានការពារព្យាបាលអីផ្សេងមួយទៀតក៏សូមជួយជំរុញដល់បុគ្គលិកតាមមន្ទីរពេទ្យឬអីហ្នឹងពេលដែលគាត់មានបសសហើយពេលដែលគាត់ចូលទៅសូមឲ្យមានការយកចិត្តទុកដាក់ដោយអ្វីដែលគាត់បានលើកឡើងមិញអញ្ចឹងវានៅមានអញ្ចឹងមានការរើសអើងមួយចំនួនហើយបូកជាមួយនឹងគាត់អត់ចេះភាសាខ្មែរទៀតជួនកាលពេលដែលគាត់ទៅទំនាក់ទំនងគាត់និយាយភាសាជនជាតិដើមអីចឹងជួនកាលស្ដាប់គ្នាអត់បានអីចឹងណាចាពេលច្រើនចាហើយអញ្ចឹងជុំចុងក្រោយជូនពរឲ្យវាគ្មិនមានសុខភាពល្អហើយនឹងជោគជ័យក្នុងការងារចាជាជំហានបន្ទាប់ចាខាងក្រុមការងារយើងខ្ញុំនឹងរៀបចំជូនអនុសាសន៍ទាំងនេះនិងបន្តកិច្ចពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធនានាដើម្បីឲ្យប្រព័ន្ធគាំពារប្រកបដោយបរិយាបន្នឆ្លើយតប gender និងជាសកលនៅកម្ពុជា